ម៉ែបងប្អូនទាំងអស់គ្នានៅក្នុងសង្គមបណ្ដាញ Facebook សួស្តីបងប្អូនទាំងអស់គ្នាផ្ទុះទៀតហើយផ្ទុះខ្លាំងមែនតើហើយផ្ទុះការវែកញែកពេញបណ្ដាញសង្គមតែម្ដងរវាងគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូហើយនិងរថយន្តប៉ុន្តែគឺឃើញថាអ្នកដែលត្រូវឲ្យគួរអាណិតជាងគេគឺម្ចាស់រថយន្តទៅវិញហើយបងប្អូនចង់ដឹងអត់ថាមានរឿងរ៉ាវអ្វីបានមានគ្រោះថ្នាក់ចរាចរណ៍ហើយមានការផ្ទុះវែកញែកគ្នាច្រើនបែបនេះយើងទៅទស្សនាទាំងអស់គ្នាតែមុននឹងទៅទស្សនាបងប្អូនកុំភ្លេចជួយចុច Subscribe នៅ Channel YouTube របស់នាងខ្ញុំម្នាក់មួយផងបងប្អូនខ្ញុំសូមចេញមកបកស្រាយទីត្រង់នេះបន្តិចជាមួយអ្នកខ្ញុំចង់បកស្រាយកន្លែងដែលថាហើយវីដេអូនេះគឺគ្រួសារជនរងគ្រោះណាគឺចេញមកទីមទាស្រែករកយុត្តិធម៌ហើយគាត់មិនដឹងថាគាត់នឹងទីមទាស្រែកយុត្តិធម៌របៀបម៉េចទេទាំងដែលបងប្អូនមើលវីដេអូនេះហើយគឺខាងម៉ូតូនឹងគឺជិះទៅបុកឡានទាំងស្រុងបាទសម្រាប់នាងខ្ញុំគឺនាងខ្ញុំមានការអាណិតចំពោះអ្នកដែលជាម្ចាស់ឡានខ្លាំងមែនតើព្រោះអីគាត់នៅបើកនៅកន្លងរបស់គាត់ទេបងប្អូនណាឥឡូវយើងទៅមើលតទៀតខ្ញុំឃើញកាមេរ៉ាឡានដែលលោកអញ្ញាគាត់យកកាមេរ៉ាឡានគាត់យកទៅផុសអញ្ចឹងខ្ញុំចង់បកស្រាយកន្លែងនេះបន្តិចខ្ញុំចង់បកស្រាយកន្លែងដែលថាម្ចាស់ឡានពេលគាត់បុកប្អូនខ្ញុំហើយគាត់មានទំនួលខុសត្រូវទេគាត់បុកប្អូនខ្ញុំហើយប្អូនខ្ញុំមិនទាន់បានស្លាប់ភ្លាមទេប្អូនខ្ញុំនៅប្រហែលជា1ម៉ោងបាននេះបងប្អូនគិតយ៉ាងណាដែរនៅពេលដែលយើងមើលកាមេរ៉ាសុវត្ថិភាពរបស់ឡានម្ចាស់រថយន្តហើយគឺថាម៉ូតូនេះឡើងវ៉ាហើយហួសមកកន្លងរបស់គេសម្ដៅមកបុកឡានតែម្ដងអាហ្នឹងឲ្យធ្វើម៉េចបងប្អូនហើយគាត់គ្រួសារខាងម្ចាស់ម៉ូតូនេះមកស្រែកទាមទារយុត្តិធម៌ថាម្ចាស់ឡាននឹងមិនបានចូលខ្លួនដោះស្រាយអីណានៃទាំងដែលនាងខ្ញុំឃើញស្នងការខេត្តបៃលិនណានៅកន្លែងដែលគ្រោះថ្នាក់ហ្នឹងគឺធ្វើការផុសហើយថាម្ចាស់ខាងឡានណាបានចូលខ្លួនដោះស្រាយជាមួយគ្រួសារម្ចាស់ម៉ូតូចំនួន3ដងហើយដោយព្រមទទួលយកនៅសំណងចំនួន$1000ថែមទៀតផងផ្តិតមេដៃអីអស់ហើយឥឡូវមកចេញវីដេអូទាមទារស្រែករកយុត្តិធម៌អីបើយើងជាអ្នកខុសហ្នឹងខ្លួនខុសហើយនៅមិនដឹងថាខ្លួនខុសទៀតនេះមកសយមកចង្រៃដល់ឡានគេទៀតមែនតាបងប្អូនអ្នកដែលស្លាប់ហើយក៏អាណិតដែរប៉ុន្តែគាត់ជិះនឹងគាត់អត់មានមើលទេនាំទុកដល់គេទៀតចុងក្រោយនេះមកចេញវីដេអូទាមទារយុត្តិធម៌ដោយសារសំណងគេសង$1000ហើយប៉ុន្តែគាត់ទាមទារចង់បាន5000ហើយផ្តិតមេដៃអីអស់ហើយហ្នឹងឃើញស្នងការនគរបាលខេត្តបៃលិនគាត់បានផុសអញ្ចឹងបងប្អូនខ្ញុំគាត់ដាច់ខ្យល់ហើយគាត់បងខ្ញុំដេកនៅលើធ្លុកឈាមឡើងធ្លុកឈាមឡើងប្រហែលឡើង2ធ្លុកឈាមធំបើសិនជាគាត់មានបើចង់ថាបើសិនជាគាត់មានទំនួលខុសត្រូវមែនគាត់ប្រឈមមុខនៅមុខច្បាប់ហើយគាត់មិនមែនគាត់បុកហើយគាត់រត់បាត់ហើយគាត់រត់បាត់ហើយគាត់ទុកប្អូនខ្ញុំចោលអញ្ចឹងទេហើយអាហ្នឹងទី1ទី2ផ្លូវពីបៃលិនទៅបាត់ដំបងគេមិនអាចឲ្យបើកប៉ែឈាមបានទេគេឲ្យបើកតែ60 70តែប៉ុណ្្នឹងទេច្បាប់គេឲ្យបើកតែ60ទេអូយគាត់និយាយថាផ្លូវទៅបៃលិនអីនេះគេមិនឲ្យបើកប៉ែឈាមទេគេឲ្យបើកត្រឹម60អីចឹងទេប៉ុន្តែជាក់ស្ដែងបងប្រុសម្ចាស់ឡាននេះអ្នកដែលជាម្ចាស់រថយន្តនោះគឺគាត់បើកនៅលើផ្លូវត្រង់របស់គាត់ហើយនៅកន្លងរបស់គាត់ប៉ុន្តែសួរថាយើងជាអ្នកដែលជិះម៉ូតូនេះពេលយើងឡើងវ៉ាជែងហ្នឹងយើងប្រើលបឿនប្រហែលដែរគឺវាលើសពីប៉ែទៀតហើយបងប្អូនបានលឿនម្លឹងហើយសម្ដៅមកបុកគេនៅផ្លូវបញ្ច្រាស់នេះទាំងដែលគេជិះត្រូវកន្លងរបស់គេសោះហើយសួរថាបងប្អូនគិតមើលប៉ុណ្ណេះអ្នកណាជាអ្នកខុសហើយនេះម្ចាស់ឡានគេក៏បានដោះស្រាយដែរគេជូនសំណង$1000ហើយទាំងដែលគេជិះនៅលើផ្លូវគេសុកសោះត្រូវមកជួបរឿងសោយបែបនេះអញ្ចឹងណាផ្លូវហ្នឹងគេចាប់លបឿនប៉ែតអញ្ចឹងគេឲ្យបើកតែ60ទេហើយខ្ញុំសូមចេញមកបកស្រាយកន្លែងដែលថាបងប្អូនពុកម៉ែបងប្អូនទាំងអស់គ្នាយកច្រឡំមកកន្លែងដែលថាភាគីម៉ូតូជិះចូលឡានហើយមិនបានភាគីម៉ូតូដាក់ពាក្យបណ្ដឹងឲ្យម្ចាស់ឡានជាប់គុកអាហ្នឹងចង់ឲ្យថាមិនមែនទេមិនមែនឲ្យម្ចាស់ឡានជាប់គុកទេគ្រាន់តែភាគីគ្រួសារខ្ញុំគ្រាន់តែឲ្យម្ចាស់ឡានហ្នឹងចូលខ្លួនមកបកស្រាយបងប្រុសហើយនឹង2អ្នកមីងនេះនិយាយថាគ្រួសារគាត់ដឹងថាមានទុកលំបាកហើយដោយសារបាត់បង់សមាជិកគ្រួសារប៉ុន្តែគាត់នៅចេញវីដេអូមកទាមទាររយុត្តិធម៌អីទាំងដែលខ្លួនឯងខុសសោះហ្នឹងហើយនិយាយច្រើនកាន់តែខុសច្រើនបងប្អូននេះគាត់នៅតែចេញវីដេអូមកបកស្រាយទៀតហើយនិយាយរួមទៅ
អានឹងបើសិនជាយើងជិះម្ចាស់ឡានហើយទៅជួបរឿងអញ្ចឹងបងប្អូនគឺវាពិបាកទទួលយកដែរយើងជិះនៅលើផ្លូវយើងសុកគេជិះមកចូលបុកឡានយើងពេញមកទំហឹងបណ្ដាលឲ្យខូចខាត់រថយន្តយើងហើយត្រូវសងសំណងគេទៀតហើយត្រូវគេប្តឹងទៀតអញ្ចឹងណាបងប្អូន ហេតុអីមកដល់ម៉ោងនេះពេលនេះគាត់មិនមកចូលខ្លួនដោះស្រាយគាត់បុកហើយក៏រត់បាត់ ថាគេមិនចូលខ្លួនដោះស្រាយ ខ្ញុំទេខ្ញុំអត់ចង់ចាញ់ឆ្នៃទេខ្ញុំចង់រយយុទ្ធសាស្ត្រឲ្យកូនខ្ញុំឲ្យគាត់ចូលខ្លួនហ្នឹងមកដោះស្រាយផងកុំរត់កិច្ចចឹង ហើយបើសិនជាគាត់ចង់ឲ្យថាបើសិនខ្ញុំមិនថាអ្នកណាខុស នេះចេញវីដេអូចេញរកយុត្តិធម៌ប៉ុន្តែចេញមកចេញឲ្យគេជេរវិញណាបងប្អូនបើយើងភ្លើទៅជិះចូលឡានគេអញ្ចឹងនោះមិនចង់និយាយក្រក់ទេតែវាអញ្ចឹងមែនជិះចូលឲ្យមានរឿងដល់គេនេះសំណាងហើយឡានម្ចាស់រថយន្តនោះគាត់មានកាមេរ៉ាសុវត្ថិភាពហើយអាហ្នឹងបើគាត់អត់មានវាទៅជាយ៉ាងណាទៅគាត់មានកាមេរ៉ាសុវត្ថិភាពថតឃើញច្បាស់ប៉ុណ្ណេះហើយនៅតែគិតថាគេនឹងខុសទៀតអត់គិតថាគ្រួសារខាងឯងនឹងខុសអីជិះម៉ូតូទៅចូលឡានគេមួយទាំងមូលនេះ អ្នកណាត្រូវទេពុកម៉ែបងប្អូនអរគ្នាខ្ញុំទុកឲ្យច្បាប់ជាអ្នកដោះស្រាយប៉ុន្តែបើគាត់ត្រូវគាត់រត់កិច្ចទៅអីមកដល់ពេលនេះម៉ោងនេះចូលចិត្តមួយអាទិត្យហើយគាត់អត់មានចូលខ្លួនដោះស្រាយទេពុកម៉ែបងប្អូនអរគ្នា ចូល10ថ្ងៃជាង ចូល10ថ្ងៃជាងហើយបើសិនខ្ញុំមិនថាអ្នកណាខុសអ្នកណាត្រូវខ្ញុំមិនថាបងប្អូនខ្ញុំត្រូវមិនថាអ្នកណាគេត្រូវទេខ្ញុំគ្រាន់តែចង់បកស្រាយកន្លែងនេះបន្តិចនៅក្នុងសង្គមបណ្ដាញ Facebook ល្បីណាស់កំពុងល្បីខ្ញុំមិនចង់និយាយទេយកច្រឡំខ្ញុំមិនមែនចង់ឈ្នះចង់ចាញ់ទេខ្ញុំមិនចង់ចេញវីដេអូទេ តាមខ្ញុំគិតគ្មានអ្នកណាគេយល់ច្រឡំទេហើយបងប្អូនគិតអញ្ចឹងអត់ព្រោះអីផោះតាងអីគេមានស្ដាញ់ឲ្យយើងឃើញច្បាស់ដូចថ្ងៃប៉ុណ្ណេះហើយមានអ្នកណាគេមកយល់ច្រឡំទៀតគេដឹងច្បាស់ហើយថាម៉ូតូនឹងជិះទៅបុកឡានគេហើយបងចេញមកទីមទារកយុត្តិធម៌អីបើគេបានសងសំណងហើយសំខាន់ស្នងការគេបំភ្លឺហើយហ្នឹងថាម្ចាស់ឡានគេបានចូលខ្លួនដោះស្រាយហ្នឹងសងលុយចំនួន$1000ផ្តិតមេដៃអីព្រមព្រៀងគ្នាហើយឥឡូវមកទីមទារកយុត្តិធម៌អីអើយយ៉ាប់មែនតែនហ្មងមែនតាដល់ពេលអញ្ចឹងពេកទៅ ម្នាក់បើសិនជាខ្ញុំអត់ចេញវីដេអូអ្នកម្នាក់នឹងយកច្រឡំពុកម៉ែបងប្អូនអរគ្នាភាកខ្ញុំមិនថាភាគីខាងណាខុសអ្នកខាងណាត្រូវទេប៉ុន្តែ ហើយសុំនិយាយបន្តិចទៀតទេបងប្អូនព្រោះអីមុនហ្នឹងគាត់ថាម្ចាស់ឡានបុកប្អូនគាត់ហើយទុកឲ្យប្អូនគាត់ដេកនៅក្នុងស្លុកឈាម1ម៉ោងទៅ2ម៉ោងបានដាច់ខ្យល់ស្លាប់អញ្ចឹងប៉ុន្តែនៅពេលដែលខ្ញុំឃើញខមមិនបងប្រុសដែលគាត់ជាអ្នកធ្វើការនៅស្នងការនគរបាលខេត្តបៃលិនហ្នឹងគាត់បានចូលខមមិនថាមិនមែនអញ្ចឹងទេមិនមែនគាត់ដេកស្លាប់រយៈពេល1ម៉ោង2ម៉ោងមិនគាត់ដេកស្លាប់ទេពេលកើតហេតុភ្លាមទៅដល់ភ្លាមហ្នឹងគឺគាត់បានស្លាប់បាត់បង់ជីវិតទៅហើយមិនមែនថាគេទុកគាត់ចោលឲ្យនៅដេកស្លាប់អញ្ចឹងទេបងប្អូនហើយហ្នឹងគ្រួសារគាត់អ្នកនិយាយអញ្ចឹងប៉ុន្តែខាងស្នងការហ្នឹងគឺគេបាននិយាយបំភ្លឺដែរហើយ ខ្ញុំ យកកាមេរ៉ា ខ្ញុំចង់ឲ្យថាខ្ញុំវាឆ្ងល់អាកន្លែងបន្តិចគាត់ដាក់កន្លែងថាមិនថាម្ចាស់ម៉ូតូប្តឹងគាត់ម្ចាស់ម៉ូតូដែលភាគីដែលអូនខ្ញុំស្លាប់ហ្នឹងប្តឹងគាត់ដាក់ចឹងគាត់ដាក់ចំណងជើងអញ្ចឹងខ្ញុំចង់ឲ្យថាខ្ញុំម៉ែកមាត់មើលខ្ញុំនិយាយសិន បងហើយបងបើបងនេះគ្រួសារបងមានទុកមានលំបាកចឹងត្រូវស្លាប់បាត់បង់សមាជិកគ្រួសារចឹងហើយបើបងនៅសៀមទៅគឺមានតែគេអាណិតបងឯងប៉ុន្តែបងចេញវីដេអូមកនិយាយចឹងប៉ះពាល់ដល់គេចឹងនិយាយមកដូចអត់នេះអត់មានបើកភ្នែកមើលពីកំហុសរបស់ប្អូនខ្លួនឯងសោះហ្មងឯងបើប្អូនបងនេះជិះម៉ូតូទៅចូលឡានគេអញ្ចឹងអាហ្នឹងបើសិនជាយើងបងប្អូនយើងជិះសុកមានគេបើកម៉ូតូមកចូលឡានយើងនាំរឿងដល់យើងអញ្ចឹងយើងមានអារម្មណ៍មិនដែរយើងនៅតែយើងសុកសោះអាហ្នឹងថែមទាំងគេជួយសងសំណងអីទៀតហើយនៅតែមិនព្រមទៀតនៅតែចេញវីដេអូមករកយុត្តិធម៌អីទៀតនេះអើយក៏ទៅយ៉ាប់មែនតើបើកបអត់មានមើលឲ្យច្បាស់សោះមុននឹងឡើងវ៉ាចែងបងប្អូនមិនមែនចេះតែវ៉ាណាឥឡូវឃើញអត់វ៉ាទៅខុសអញ្ចឹងមកចូលកន្លងគេឲ្យបុកឡានគេទៀតបង្ករឿងវែងឆ្ងាយទៀតហើយចឹងបានថាទៅជាការពីដំបូងក៏អាណិតអ្នកម្ចាស់ម៉ូតូដែរព្រោះគាត់បាត់បង់ជីវិតប៉ុន្តែឥឡូវកាន់តែអាណិតខ្លាំងជាងគេនោះគឺម្ចាស់រថយន្តតែម្ដងវារឿងនេះវាអត់ចប់សោះហ្មងទាំងដែលគាត់នឹងមិនបានខុសអីហើយនេះគាត់ឡានគាត់មានកាមេរ៉ាប៉ុណ្ណឹងហើយចុះទម្រាំអត់មានទៀតមិនដឹងយ៉ាងណាទេលោកហើយលោក ចង់ឲ្យថាចេះខ្ញុំគ្រប់ពុកម៉ែបងប្អូនអរគ្នានៅក្នុងសង្គមបណ្ដាញ Facebook អរគ្នា
ខ្ញុំសូមចេញមកបកស្រាយទីត្រង់ នេះបងប្អូនចាំមើលណា ខ្ញុំ នេះ ចង់បកស្រាយ ផាំងមកពេញទំហឹងនឹងរថយន្តគេតែម្ដងខូចរថយន្តហើយសោយទៀតអើយឥឡូវគេមកចេញបកស្រាយរកយុត្តិធម៌អីទៀតឥឡូវវីដេអូនេះមានតែប៉ុណ្ណេះទេបងប្អូនព្រោះអីឃើញមានការផ្ទុះវែកញែកច្រើនមែនតើនៅលើបណ្ដាញសង្គមណាដោយសារខាងគ្រួសារម្ចាស់ម៉ូតូហ្នឹងគាត់ចេញមកស្រែករកយុត្តិធម៌នេះវាខុសរបៀបពេកទាំងដែលខ្លួនឯងខុសសោះហ្នឹងណា